ជំរាបសួរបងប្អូនទាំងអស់គ្នាវិលត្រឡប់មកជួបពិសាជាថ្មីក្រោយពីខកខានធ្វើវីដេអូមួយរយៈសម្រាប់ប្រធានបទថ្ងៃនេះគឺយើងនិយាយអំពីតើហេតុអីបានជាលោកពូទីនសម្រេចចិត្តវាយប្រហារ drone ចូលទៅក្នុងប្រទេសរ៉ូម៉ានីតើជាចេតនាឬក៏ជាអចេតនាតើជាយុទ្ធសាស្ត្រអ្វីដែលលោកពូទីនកំពុងតែដើរខណៈពេលដែលខ្លួនឯងនៅសមរភូមិមុខក៏មានបញ្ហានៅគ្រីមេក៏កំពុងមានបញ្ហាប្រជាជនកំពុងតែមានភាពភ័យខ្លាចហើយយើងឃើញថាព័ត៌មានជាច្រើនបង្ហាញថាការខ្វះខាតប្រេងសាំងនៅរុស្ស៊ីគឺកំពុងតែមានបញ្ហាពិសេសគឺនៅគ្រីមេតែម្ដងមានប្រជាជនបានបង្ហោះថាគ្រីមេគឺយើងអាចជិះទៅលេងបានប៉ុន្តែពិបាកប្រយ័ត្នមកវិញដើរមានថាប្រយ័ត្នចេញពីគ្រីមេមិនបានដោយសារតែអត់មានសាំងចាក់ជិះចេញទៅវិញអញ្ចឹងរឿងជាច្រើនកំពុងតែកើតឡើងនៅរុស្ស៊ីប៉ុន្តែលោកពូទីនសម្រេចចិត្តបង្ហោះ drone ទៅរ៉ូម៉ានីដែលធ្វើឲ្យប៉ះពាល់ដល់អាគារប្រជាជនរ៉ូម៉ានីហើយដែលជាសមាជិករបស់ NATO តែម្ដងតើ NATO នឹងឆ្លើយយ៉ាងម៉េចហើយតើនេះជាសេណារីយ៉ូយ៉ាងម៉េចយើងនឹងព្យាយាមបកស្រាយនៅក្នុងវីដេអូនេះតោះអញ្ចឹងយើងទស្សនាទាំងអស់គ្នានេះគឺជា drone ដែលហោះចូលទៅក្នុងប្រទេសរ៉ូម៉ានីគឺបូកចំអគារ apartment ផ្ទាល់តែម្ដងហើយរឿងនេះប្រហែលជាកើតឡើងពីថ្ងៃមុនបងប្អូនប្រហែលជាដឹងហើយធ្វើឲ្យប្រជាជនរ៉ូម៉ានី2នាក់រងរបួសហើយនៅក្នុងមាត្រាទី5របស់ NATO គឺបើសិនជាមានការវាយប្រហារទៅលើប្រទេសណាមួយនៃសមាជិក NATO មានន័យថាវាយប្រហារទៅលើសមាជិក NATO ទាំងអស់ប៉ុន្តែសំណួរគឺកំពុងតែសួរថាតើនេះជាចេតនារបស់រុស្ស៊ីឬក៏ជាកំហុសបច្ចេកទេសណាមួយឬក៏ជាការសាកល្បងរបស់លោកពូទីនប៉ុន្តែបើសិនជារឿងនេះជាការសាកល្បងរបស់ពូទីនមែនទែនគឺជាការសាកល្បងមួយដ៏គ្រោះថ្នាក់នៅក្នុងយុទ្ធសាស្ត្រតំបន់មួយនេះហេតុអីបានជាលោកពូទីនគឺសម្រេចចិត្តប្រើយុទ្ធសាស្ត្របែបនេះមានថាបំបែករឿងទៅជារឿងផ្សេងមួយទៀតដែលកើតឡើងនៅកន្លែងផ្សេងដើម្បីបំបត្តិនៅរឿងដែលកំពុងតែមានបញ្ហានៅក្នុងប្រទេសរបស់ខ្លួនជាមួយនឹងសង្គ្រាមនៅរុស្ស៊ីនៅអ៊ុយក្រែននេះយើងឃើញថារយៈពេលប្រហែលសប្តាហ៍ចុងក្រោយនេះគឺរុស្ស៊ីគឺមានស្ថានភាពមិនល្អទេសូម្បីតែកងទ័ពនៅសមរភូមិមុខក៏បាត់បង់ទឹកដីក៏បាត់បង់នៅសមរភូមិមួយចំនួនហើយសូម្បីតែនៅតំបន់ Pokros ដែលជាតំបន់ដែលយើងស្គាល់ជាយូរហើយកំពុងតែវាយប្រហារត្រឡប់ថយក្រោយមកវិញដោយខាងអ៊ុយក្រែនលោកពូទីនកំពុងតែពង្រីកសង្គ្រាមឲ្យសាយភាយនៅក្នុងតំបន់អឺរ៉ុបទាំងមូលឬក៏យ៉ាងម៉េចរឿងដំបូងដែលយើងនិយាយនេះគឺតើតើនឹងប្រជាជនរបស់រុស្ស៊ីគឺបានបង្កើតជាសាច់រឿងមួយដើម្បីរិះគន់រដ្ឋាភិបាលខ្លួនឯងនេះជាបែបជាសាច់រឿងកំ pl ែងទេប៉ុន្តែប្រជាជនកំពុងតែនិយាយរឿងនេះឬជារឿងមួយដែលល្បីនៅក្នុងប្រទេសរុស្ស៊ីបច្ចុប្បន្នហើយរឿងនេះគឺវាចាប់ផ្ដើមពីសេណារីយ៉ូមួយដែលនិយាយថាលោកពូទីនគឺបានទៅសាលារៀនកុមារមួយដើម្បីទស្សនកិច្ចអីចឹងទៅហើយបន្ទាប់មកគាត់បាននិយាយអំពីតើរុស្ស៊ីគឺជាប្រទេសដ៏អស្ចារ្យយ៉ាងម៉េចនៅក្នុងពិភពលោកនេះហើយបន្ទាប់មកលោកពូទីនគឺបើកឲ្យមានការសួរសំណួរជាច្រើនពីក្មេងដោយសេរីតែម្ដងហើយក្នុងហ្នឹងគឺមានក្មេងម្នាក់បានឆ្លើយសួរថាខ្ញុំឈ្មោះសាសាហើយខ្ញុំមានសំណួរពីរចង់សួរទៅលោកពូទីនសំណួរទី1គឺគេសួរថាតើហេតុអីបានជារុស្ស៊ីឈ្លានពានអ៊ុយក្រែនហើយសំណួរទី2គេសួរថាហេតុអីបានជាយើងមិនទាន់បានឈ្នះសង្គ្រាមនេះនៅឡើយមកដល់បច្ចុប្បន្ននៅពេលដែលលោកពូទីនបំរុងនឹងឆ្លើយនឹងសំណួរនេះគឺភ្លាមគឺមានរោកណ្ដឹងដើម្បីហូបបាយតែម្ដងអញ្ចឹងក្មេងៗក៏នឹងគ្នាឮសំឡេងកណ្ដឹងក៏រត់ទៅហូបបាយទាំងអស់គ្នាទៅប៉ុន្តែរឿងមួយដែលល្អនោះគឺបន្ទាប់ពីញ៉ាំបាយហើយគឺនឹងមានការសួរសំណួរទៅលើលោកពូទីនម្ដងទៀតហើយលើកនេះគឺក្មេងម្នាក់ទៀតបានឆ្លើយងើបមកឡើងបានឆ្លើយថាសួស្ដីខ្ញុំឈ្មោះ Boris គឺខ្ញុំមានសំណួរដល់តែ4អញ្ចឹងលោកមុនមានតែ2ឥឡូវមានដល់4ហើយលោកពូទីនក៏បានឆ្លើយថា Yes អាចសួរបានសំណួរទី1គឺដដែលហេតុអីបានជារុស្ស៊ីបានឈ្លានពានទៅលើអ៊ុយក្រែនសំណួរទី2ហេតុអីបាត់យើងមិនទាន់ឈ្នះសង្គ្រាមទៀត
ហើយសំណួរទី3គឺជាសំណួរថ្មីក្មេងនឹងបានសួរថាហេតុអីបានជាសំឡេងកណ្ដឹងហ្នឹងវារោមុន20នាទីពេលកំណត់មុនពេលកំណត់មានថាហេតុអីបានជាសំឡេងកណ្ដឹងហ្នឹងវារោ20នាទីមុនពេលកំណត់ហើយសំណួរទី3គេសួរថាតើសាដែលសួរសំណួរទី1ហ្នឹងមុនហ្នឹងតើណាបាត់ហើយអញ្ចឹងនេះគឺជារឿងកំប្លែងដែលគេកំពុងតែចែករំលែកនៅក្នុងបណ្ដាញសង្គមដើម្បីរិះគន់លោកពូទីនទេយើងឃើញថាសំណួរបែបក្មេងៗមកតែវាបង្ហាញអំពីតថភាពជាក់ស្ដែងដែលនៃការរិះគន់ទៅលើលោកពូទីនមុនពេលដែលយើងនិយាយអំពីការឆ្លើយតបឬក៏ការវាយប្រហារទៅលើប្រទេស NATO គឺយើងត្រូវយល់អំពីតើលោកពូទីនកំពុងតែរងសម្ពាធអ្វីខ្លះបានជាគាត់សម្រេចចិត្តទៅវាយប្រហារទៅលើរ៉ូម៉ានីវិញហ្នឹងចាប់ផ្ដើមពីសមរភូមិមុខវិញយើងឃើញថាមួយឆ្នាំចុងក្រោយនេះគឺប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីព្យាយាមនិយាយអំពីជ័យជំនះរបស់ខ្លួននៅតំបន់ពុកគ្រកមែនទែនដែលខ្លួនបានជ័យជំនះឬក៏បានប្រកាសជ័យជំនះមុនយ៉ាងយូរដោយសារតែតំបន់ពុកគ្រកហ្នឹងគឺជាកន្លែងមួយដ៏សំខាន់ដែលភ្ជាប់ឬក៏អាចនិយាយថាជាសរសៃឈាមនៃតំបន់ Donetsk នឹងទាំងមូលតែម្ដងដែលប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីគឺបាននិយាយថាខ្លួនឯងបានវាយយកទីតាំងពុកគ្រកនេះជាយូរណាស់មកហើយតាំងពីខែ10ឆ្នាំ2025ឯណោះប៉ុន្តែចុងក្រោយនៅពេលដែលដល់ពេលឥឡូវនេះគឺនៅតែពុកគ្រកនៅតែមិនទាន់បានវាយប្រហារទាំងស្រុងទៅកាន់ខាងរុស្ស៊ីទេហើយឥឡូវនេះគឺថែមទាំងខាងអ៊ុយក្រែនវាយប្រហារវាយបកមកវិញបានទឹកដីមួយចំនួនទៅទៀតហើយក្នុងនេះមានតំបន់មួយចំនួនដែលខាងកងទ័ពពិសេសរបស់ខាងអ៊ុយក្រែនបានបង្ហោះក្នុងនេះគឺគាត់បានផុសថាអ៊ុយក្រែនបានវាយប្រហារវិញបានទឹកដីចំនួន46គីឡូម៉ែត្រការ៉េចំនួន46គីឡូម៉ែត្រការ៉េវាមិនមែនចំនួនទឹកដីធំទេបើប្រៀបធៀបរុស្ស៊ីនិងអ៊ុយក្រែនប៉ុន្តែនេះគឺជាបង្ហាញសញ្ញាមួយដែលការវាយបកនោះវាត្រឡប់មកវិញគឺវាយពីអ៊ុយក្រែនមកខាងរុស្ស៊ីមកវិញអញ្ចឹងការចាញ់សមរភូមិគឺជាសម្ពាធមួយនៅចំពោះលោកពូទីនហើយសម្ពាធមួយទៀតរបស់លោកពូទីននេះគឺអ្នកនិយាយក្នុងបណ្ដាញសង្គមឬក៏គេហៅថា world blogger ហ្នឹងគឺព្យាយាមប្រឆាំងជាមួយលោកពូទីនឥឡូវត្រឡប់ពីគ្រប់គ្រងលោកពូទីនឥឡូវទៅជាប្រឆាំងលោកពូទីនវិញគេឃើញថានេះគឺជាអ្នកដែលនិយាយរឿងសង្គ្រាមនឹងល្បីមួយដែរនៅក្នុងប្រទេសរុស្ស៊ីហ្នឹងហើយក៏បាននិយាយថាគឺរុស្ស៊ីគឺបានអាចថាដើរថយក្រោយតើតើនឹងបច្ចេកវិទ្យា drone ហ្នឹងដែលអ៊ុយក្រែនឥឡូវកំពុងតែដំណើរការលឿនមែនទែនដែលធ្វើឲ្យខាងរុស្ស៊ីនេះគឺដើរថយក្រោយឬក៏តាមមិនទាន់ drone របស់អ៊ុយក្រែនទេហើយនេះមិនមែនត្រឹមតែអ្នកនិយាយ blogger ក្នុងសង្គ្រាមទេសូម្បីតែលោកពូទីនខ្លួនឯងក៏បានសារភាពដែរលោកពូទីនឥឡូវបាននិយាយជាសាធារណៈថាអ៊ុយក្រែនឥឡូវនេះគឺមានសមត្ថភាពក្នុងការវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរបស់រុស្ស៊ីបានដោយងាយដោយសារតែការគ្រប់គ្រងគ្រឿងមួយចំនួនពីអឺរ៉ុបទេអញ្ចឹងមានថាលោកពូទីនគឺមិនអាចបន្តកុហកប្រជាជនខ្លួនឯងទៀតបានទេទៅនឹង drone ហ្នឹងដោយសារតែ drone ហ្នឹងវាហោះចូលដល់ទីក្រុងបាត់ទៅហើយអញ្ចឹងជៀសវាងពីការកុហកទៅជាបង្វែងថារឿងហ្នឹងវាមិនមែនជាសមត្ថភាពរបស់អ៊ុយក្រែនទេវាជាអ្វីដែលមូលហេតុមកពីខាងលោកខាងលិចនោះទេទៅបន្ទោសលោកខាងលិចនោះទៀតអញ្ចឹងគាត់និយាយថាមានការវាយប្រហារមានការប៉ុនប៉ងវាយប្រហារចូលនៅក្នុងទឹកដីរបស់រុស្ស៊ីហើយនៅទីតាំងច្រើនដោយសារតែខាងលោកខាងលិចហ្នឹងបានផ្ដល់នៅ drone មកកាន់អ៊ុយក្រែនគឺផ្ដល់ drone តែម្ដងមិនមែនគ្រឿងទេដែលធ្វើឲ្យវាស្រួលងាយស្រួលខ្លាំងណាស់អ៊ុយក្រែនឬក៏ពួកគេត្រឹមតែចុចប៊ូតុងណាមួយទៅគឺ drone ហ្នឹងវាហោះមកតែម្ដងប៉ុន្តែក្នុងនោះវាមានន័យថាយើងត្រូវតែពង្រឹងនៅប្រព័ន្ធរបស់យើងឲ្យខ្លាំងជាងនឹងទៀតហើយយើងនឹងបន្តធ្វើអញ្ចឹងថែមទៀតអញ្ចឹងក្នុងនេះអត្តន័យគាត់និយាយបានបន្តិចនេះមានន័យថាគាត់មិនទទួលស្គាល់នៅសមត្ថភាពរបស់
ការផលិត drone របស់អ៊ុយក្រែនទេគឺនិយាយថា drone ទាំងអស់ហ្នឹងគឺជាអ្វីដែលខាងលោកខាងលិចផ្ដល់ឲ្យអ៊ុយក្រែនទេហើយអញ្ចឹងគឺរុស្ស៊ីគឺត្រូវតែបន្តបង្រឹងអំណាចខ្លួនឯងទៀតមានថាប្រឆាំងទាំងជាមួយអ៊ុយក្រែនទាំងប្រឆាំងជាមួយលោកខាងលិចទៀតអញ្ចឹងលោកពូទីនគឺបន្តមិនទទួលស្គាល់នៅសមត្ថភាពរបស់អ៊ុយក្រែនហើយបន្ទោសទៅលោកខាងលិចវិញតែម្ដងហើយទាំងអស់នេះសុទ្ធតែជាបញ្ហាដែលលោកពូទីនកំពុងតែជួបប្រទះដោយខ្លួនឯងគឺព្យាយាមបង្វែងស្ថានភាពទាំងអស់ហ្នឹងទៅជាកន្លែងផ្សេងអីចឹងទៅអូខេនេះគឺជារបាយការណ៍មួយដែលបង្ហាញថាអ៊ុយក្រែនបានធ្វើរឿងមួយដែលខ្លួនឯងមិនធ្លាប់ធ្វើពីមុនមកទេមានថាតាមដានរាប់ឆ្នាំហើយទម្រាំតែបើកប្រតិបត្តិការមួយនឹងមានថានេះគឺជាការវាយប្រហារមួយទៅលើក្រុមដែលតាក់ទងទៅនឹងក្រុមដែលធ្វើឧក្រិដ្ឋកម្មសង្គ្រាមនៅទីក្រុងប៊ូឆាហើយនៅថ្ងៃទី30អានេះគឺនិយាយព្រឹត្តិការណ៍កាលពីថ្ងៃ30នេះណោះគឺខាងកងទ័ពរបស់អ៊ុយក្រែនបានវាយប្រហារចូលជ្រៅចំទីតាំងជាច្រើនដែលតាក់ទងទៅនឹងក្រុមកងទ័ពពិសេសដែលប្រតិបត្តិការនៅកាលតាក់ទងនឹងនៅតំបន់ប៊ូឆានឹងតែម្ដងហើយក្នុងការវាយប្រហារមួយនេះគឺធ្វើឲ្យកងទ័ពរុស្ស៊ីគឺមានរបួសប្រហែលជា31នាក់អញ្ចឹង31នាក់ហ្នឹងវាមានទាំងរបួសមានទាំងស្លាប់ហើយបើអ្នកទាំងអស់គ្នាមិនស្គាល់ទេតើស្អីគេគឺជាក្រុមប្រតិបត្តិការពិសេសនៅប៊ូឆាហ្នឹងគឺគេរំលឹកបន្តិចតើតើនឹងក្រុមប្រតិបត្តិការពិសេសនៅប៊ូឆាហ្នឹងមានថាជាក្រុមដែលចូលមកវាយប្រហារអ៊ុយក្រែនកាលពីដំបូងបំផុតនៃការបើកសង្គ្រាមហ្នឹងដោយសារទីក្រុងប៊ូឆាហ្នឹងវានៅគិនឹងទីក្រុងគៀវអញ្ចឹងកាលពីខែ3ឆ្នាំ2022ហ្នឹងគឺក្រុមទាហានរបស់រុស្ស៊ីហ្នឹងគឺចូលគិទៅដល់ទីក្រុងគៀវមកហើយបន្ទាប់ពីការវាយប្រហារហើយគឺបានកាន់កាប់នៅទីក្រុងប៊ូឆាហ្នឹងហើយនៅពេលដែលអ៊ុយក្រែនវាយបកវិញគឺពួកគេបានសម្លាប់រង្គាលនៅក្នុងទីក្រុងប៊ូឆាហ្នឹងតែម្ដងបន្ទាប់ពីពួកគេដកចេញពីទីក្រុងប៊ូឆាហ្នឹងហើយគឺមានទាំងពី UN មានតាំងពីអ្នកកសែតចូលទៅក្នុងទីក្រុងប៊ូឆាហ្នឹងគឺថតឃើញឧក្រិដ្ឋកម្មសង្គ្រាមជាច្រើនដែលកាលពីខ្ញុំធ្វើវីដេអូដំបូងក៏ខ្ញុំបានធ្លាប់ឃើញវីដេអូទាំងអស់ហ្នឹងដែរមានថាប្រជាជនខ្លះគឺត្រូវបានគេចងស្លាប់សេកហើយបាញ់សម្លាប់ចោលតែម្ដងគឺជាច្រើនតែម្ដងហើយវាមានតាំងពីរូបភាពនៅក្នុងកាមេរ៉ាសុវត្ថិភាពដែលបង្ហាញថាមានប្រជាជនព្យាយាមរត់គេចហើយទាហានរុស្ស៊ីគឺបាញ់សម្លាប់ប្រជាជននៅក្នុងទីក្រុងប៊ូឆាហ្នឹងគឺសាហាវកខុសមែនទេអញ្ចឹងបើសិនជាសង្គ្រាមចប់ឧក្រិដ្ឋកម្មនៅទីក្រុងប៊ូឆាហ្នឹងគឺនឹងចាប់ផ្ដើមគេស៊ើបអង្កេតហើយរឿងនេះគឺវាពាក់ព័ន្ធទៅនឹងអ៊ុយក្រែនគឺតាមក្រុមទាំងនេះយូរហើយឥឡូវនេះគឺបានវាយប្រហារទៅលើក្រុមនឹងមានថាតាមសងសឹករយៈពេល4ឆ្នាំ2022រហូតដល់2026បានវាយប្រហារទៅលើក្រុមដែលតាក់ទងទៅនឹងឧក្រិដ្ឋកម្មសង្គ្រាមនៅទីក្រុងប៊ូឆានឹងតែម្ដងអញ្ចឹងរឿងដែលជោគជ័យនេះគឺមិនមែនជារឿងចៃដន្យទេគឺវាជាការគម្រោងរបស់ខាងកងទ័ពអ៊ុយក្រែនយូរហើយគឺមានទ័ពពិសេសឬក៏ជាក្រុមពិសេសមួយដែលតាមដានក្រុមពិសេសដែលចូលមកទីក្រុងប៊ូឆានឹងតាមរស់តើពួកគេទៅដល់ណារហូតដល់ពេលណាមួយដែលគេកំណត់គោលដៅបានគឺគេវាបហាតែម្ដងមកដល់ពេលនេះយើងបាននិយាយរឿងពីរដែលខាងរុស្ស៊ីឬក៏លោកពូទីនកំពុងតែជួបប្រទះរឿងទី1គឺការបាត់បង់នៅសមរភូមិមុខមានថាសមរភូមិមុខកំពុងតែមានបញ្ហាហើយរឿងទី2គឺតំបន់ពកក្រកដែលជាតំបន់ដែលខ្លួនឯងគិតថានឹងកាន់កាប់បានប៉ុន្តែឥឡូវនេះនៅបន្តបន្ទាយបន្ទង់នៅឡើយឥឡូវនេះគឺក្រុមទាហានជាន់ខ្ពស់មួយចំនួននៅសមរភូមិក្រោយក៏ត្រូវបានគេរៀបចំដើម្បីវាយប្រហារទៅកាន់ក្រុមទាំងអស់នោះដែរលោកពូទីនគឺមិនអាចការពារទាហានឬក៏កងទ័ពទាំងអស់នឹងបានទេឥឡូវនេះគឺយើងចូលទៅដល់រឿងដែលតាក់ទងទៅនឹងគ្រីមៀវិញម្ដងសម្រាប់លោកពូទីនគឺតំបន់គ្រីមៀគឺជាតំបន់ដែលសំខាន់មែនទែនបើសិនជាយើងត្រឡប់ទៅរុស្ស៊ីកាលពីឆ្នាំ2014នៅពេលដែលលោកពូទីនមិនទាន់ទទួលបានតំបន់គ្រីមៀយើងឃើញថាបន្ទាប់ពីគាត់បានផ្លាស់ប្ដូរនៅច្បាប់ដែលអាចឲ្យគាត់កាន់អំណាចរយៈពេលបាន3ដងលើកទី3អញ្ចឹងមានថាគាត់កាន់បាន2អាណត្តិហើយគាត់បដូរច្បាប់ដើម្បីឲ្យខ្លួនឯងបានកាន់បាន3អាណត្តិពេលហ្នឹងគឺ
ការពេញចិត្តនៅក្នុងប្រទេសគឺធ្លាក់ចុះមែនទែនគឺជាចំនួនដែលពេញចិត្តតិចបំផុតមានចំនួនគ្រប់គ្រងលោកពូទីនគឺតិចបំផុតប៉ុន្តែបន្ទាប់ពីលោកពូទីនបានធ្វើការឈ្លានពានឬក៏ប្រើនយោបាយយកតំបន់គ្រីមេហើយគឺធ្វើឲ្យទំនុកចិត្តទៅលើលោកពូទីនគឺត្រឡប់មកវិញគឺច្រើនតែម្ដងគឺ 80% ជាងបន្ទាប់ពីលោកពូទីនយកបានគ្រីមេប៉ុន្តែឥឡូវនេះគឺគ្រីមេកំពុងតែមានបញ្ហាហើយដោយសារតែការវាយប្រហារកាត់ផ្ដាច់ផ្លូវស្បៀងផងកាត់ផ្ដាច់ប្រព័ន្ធផ្សេងប្រព័ន្ធការពារដែនអាកាសផ្សេងនៅតំបន់គ្រីមេនេះគឺរងការវាយប្រហារស្ទើរតែរាល់ថ្ងៃតែម្ដងអញ្ចឹងយើងឃើញថាគ្រីមេគឺជាតំបន់មួយដែលពិសេសសម្រាប់លោកពូទីនបើសិនជាបាត់បង់គ្រីមេគឺពូទីនគឺមិនអាចកាន់តំណែងបាននោះទេព្រោះតែការពេញចិត្តរបស់គាត់នឹងគឺវាកើនឡើងវិញដោយសារតែតំបន់គ្រីមេទេហើយយើងឃើញថាមួយរយៈចុងក្រោយនេះគឺការវាយប្រហារទៅលើការផ្គត់ផ្គង់ទាំងទាហានទាំងស៊ីវិលគឺគាត់គង់គឺត្រូវការវាយប្រហារខ្លាំងមែនទែនតាមផ្លូវ highway ធំដែលវាជាមិនមានផ្លូវច្រកច្រើនទេចូលទៅក្នុងតំបន់គ្រីមេហ្នឹងហើយសម្បីតែការរស់នៅសាមញ្ញរបស់ប្រជាជននៅតំបន់គ្រីមេក៏ពិបាកក្នុងការរស់នៅហើយយើងឃើញថាមានប្រជាជនបានផុសនៅក្នុងបណ្ដាញសង្គមទាក់ទងនឹងការចូលទៅទីក្រុងគ្រីមេឬតំបន់គ្រីមេយើងអាចចូលទៅក្នុងទីក្រុងគ្រីមេដោយចាក់សាំងពីក្រៅទៅជិះចូលទៅតំបន់គ្រីមេប៉ុន្តែដល់ពេលដល់គ្រីមេប្រយ័ត្នអត់មានសាំងទេគឺចេញមកវិញគឺអត់មានសាំងទេយើងឃើញថាស្ទើរតែគ្រប់ការ៉ាសាំងទាំងអស់នៅក្នុងតំបន់គ្រីមេហ្នឹងគឺអត់មានសាំងទេហើយនេះគឺជាអ្វីដែលជាការនិយាយផ្ទាល់របស់ប្រជាជនរបស់រុស្ស៊ីយើងឃើញថានៅគ្រីមេក៏ថានៅតំបន់មួយចំនួនទៀតគឺមានប្រេងយើងអាចបើកហើយចាក់ចូលចូលដល់តំបន់មួយចំនួនទៀតគឺលែងមានប្រេងតែម្ដងលែងមានហ្គាសតែម្ដងក្នុងនេះគេប្រើពាក្យ gas អញ្ចឹងសូម្បីតែលេខ92លេខ95គឺអត់មានទាំងអស់ហើយមានត្រឹមតែមួយសុទ្ធទេអញ្ចឹងវាឡានសាំងហើយទៅចាក់សុទ្ធមិនកើតសូម្បីតែ gas មួយចំនួនគឺអត់ទាំងអស់តែម្ដងអត់ទាំងមួយសុទ្ធអត់ទាំងសាំងតែម្ដងអញ្ចឹងអ្នកទាំងអស់គ្នាត្រូវចាំថាបើសិនជាតលេងគ្រីមេគេអ្នកអាចចូលមកហើយជីអត់មានហ្គាសហើយប្រយ័ត្នអ្នកទាំងអស់គ្នានឹងមិនមានសាំងគ្រប់គ្រាន់ដើម្បីត្រឡប់ទៅផ្ទះវិញទេហើយអ្នកទាំងអស់គ្នាបើសិនជាមានកម្រងមកលេងគ្រីមេអាចនឹងគិតសារជាថ្មីទៅក្នុងការដំណើរមកលេងគ្រីមេនឹងវាអាចមានលទ្ធភាពដែលយើងចូលមកហើយត្រូវដើរចេញទៅវិញអូខេនេះគឺជារូបភាពនៅក្នុងតំបន់គ្រីមេយើងឃើញតែឡានតម្រង់ជួរគ្នាដើម្បីចូលទៅចាក់សាំងតែម្ដងហើយសូម្បីតែនេះគឺជារបាយការណ៍ដែលចុះកាសែតនៅក្នុងប្រទេសរុស្ស៊ីតែម្ដងមានថាបញ្ហានេះវាធំរហូតដល់កាសែតក៏មិនអាចទប់បានដែរគឺត្រូវតែចុះខ្លះពីមូលហេតុអីគេដែលធ្វើឲ្យការចាក់សាំងនឹងឬក៏រដ្ឋបិទនៅប្រេងសាំងនឹងហើយនេះគឺជាការផ្សាយរបស់ BBC News ទាក់ទងនឹងកាសែតរបស់រុស្ស៊ីនឹងគឺបានទៅសេថាចំនួននៃតំបន់ដែលត្រូវបានរដ្ឋបិទនៅការលក់ប្រេងសាំងគឺកើនឡើងអញ្ចឹងការកំណត់ឬក៏ការរដ្ឋបិទចំពោះការលក់ប្រេងសាំងអូខេអញ្ចឹងមានការរដ្ឋបិទចំពោះការលក់សាំងប្រភេទ AI 95ចឹងប្រភេទលេខ95ហើយមានច្រើនកន្លែងមែនទែនគឺត្រូវបានរដ្ឋបិទហើយមានតំបន់ផ្សេងទៀតហើយតើហេតុអីបានជារឿងនឹងកើតឡើងនៅក្នុងកាសែតបាននិយាយថាមូលហេតុមួយដែលគេទៅសេនៅក្នុងកាសែតហ្នឹងគឺថាបញ្ហាដោយសារតែការជួសជុលមិនមានពេលឬក៏មិនមានកាលបរិច្ឆេទច្បាស់លាស់ក្នុងការជួសជុលនៅកន្លែងចំណាញ់ប្រេងដោយសារតែមិនដឹងថាពេលណាទើបអាចជួសជុលនៅកន្លែងចំណាញ់ប្រេងបានវាធ្វើឲ្យការលក់សាំងឬក៏រកប្រេងនឹងធ្លាក់ចុះ 1/5 នៃសមត្ថភាពក្នុងការចម្រាញ់ប្រេងទាំងអស់នៅក្នុងប្រទេសគឺមានបញ្ហាអញ្ចឹងមិនមែនជារឿងតូចតាចទេគឺ 1/5 នៃការចម្រាញ់សមត្ថភាពក្នុងការចម្រាញ់ប្រេងទូទាំងប្រទេសរុស្ស៊ីគឺ
ជួបបញ្ហាហើយនេះគឺជាអ្វីដែលខាងរុស្ស៊ីគឺផ្សាយដោយខ្លួនឯងកាសែតរុស្ស៊ីផ្សាយខ្លួនឯងក្នុងនេះគឺគេមិនបានបង្ហាញអំពីហេតុផលច្បាស់លាស់ទេតើហេតុអីបានជារោងចក្រចម្រាញ់ប្រេងទាំងអស់ហ្នឹងគឺមិនមានពេលកំណត់ក្នុងការជួសជុលតែយើងដឹងហើយថាយើងនិយាយជាច្រើនដងហើយថាកន្លែងចម្រាញ់ប្រេងរបស់រុស្ស៊ីនេះគឺប្រើឧបករណ៍ប្រើគ្រឿងបន្លាស់របស់អឺរ៉ុបហើយអាគ្រឿងបន្លាស់អស់ហ្នឹងគឺឥឡូវជាប់គាំងដោយសារទណ្ឌកម្មសេដ្ឋកិច្ចអញ្ចឹងมันអាចយកវាមកជួសជុលបានទេហើយវាអាចពាក់ព័ន្ធទៅនឹងការវាយប្រហារដោយ drone របស់អ៊ុយក្រែនថ្មីនេះគឺចំកន្លែងទាំងអស់ហ្នឹងថែមទៀតផងដែរអូខេអញ្ចឹងមូលហេតុជាច្រើនយើងឃើញថាតាំងពីសមរភូមិមុខតាំងពីតំបន់ពូក្រូកតាំងពីសមរភូមិក្រោយតាំងពីប្រេងការផលិតប្រេងនៅក្នុងស្រុកក៏មានបញ្ហាទាំងអស់ដែលជាមូលហេតុធ្វើឲ្យលោកពូទីនអត់ព្យាយាមដោះស្រាយបញ្ហាដែលកើតឡើងគឺព្យាយាមបង្កើតនៅរឿងឬក៏សាច់រឿងថ្មីមួយទៀតដោយបង្ហោះ drone ចូលទៅក្នុងរ៉ូមេនីដើម្បីបង្កើតជាអ្វីដែលកើតឡើងថ្មីមួយទៀតឬក៏សាច់រឿងមួយទៀតឲ្យប្រជាជនខ្លួនឯងបានតាមដានរឿងទាំងអស់ហ្នឹងអញ្ចឹងរឿងទាំងអស់នេះគឺយើងនឹងបន្តតាមដានទៀតតើនឹងមានអ្វីកើតឡើងឬក៏ការឆ្លើយតបខ្លាំងបែបណាក្រៅពីការគ្រាន់តែថ្កោលទោសពីខាងតំបន់ NATO អូខេអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំសូមតែប៉ុណ្្នឹងទេដោយសារតែនិយាយយូរទៅវារៀងឈឺកអញ្ចឹងក៏បារម្ភដែរព្រោះទើបតែជាបានប្រហែលថ្ងៃណាមួយទើបតែជាផងអញ្ចឹងមិនចង់ឲ្យមានបញ្ហាសារជាថ្មីទេអញ្ចឹងសូមបញ្ចប់វីដេអូនេះត្រឹមប៉ុណ្្នឹងហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ